ចូលបងប្អូនឈប់មើលវីដេអូនេះហើយជួយឲ្យមតិខ្ញុំម្នាក់មួយបងប្អូនល្អឬមិនល្អបងប្អូនចាំជួយ comment មកណាបងប្អូននេះបងប្អូនខ្ញុំចង់ឆ្នៃបែបអញ្ចឹងបងប្អូនខ្ញុំចង់ឆ្នៃបែបជាកូនឡានធ្វើបែបអញ្ចឹងប៉ុន្តែខ្ញុំអាចនឹងលក់សាច់អាំងដូចជាមឹកអាំងបកាអាំងអីហ្នឹងបងប្អូនណាហើយនឹងកាហ្វេខ្ញុំអាចនឹងដាក់តាមក្រោយបើសិនជាខ្ញុំលក់គ្រឿងក្លែមនឹងអាចនឹងលក់អាចនឹងដើមមានបងប្អូនគ្រប់គ្រងខ្ញុំអាចនឹងចាប់ដើមកាហ្វេមួយទៀតមុខរបរហ្នឹងវាអូខេមិនមែនមានអត់មានអ្នកលក់ប៉ុន្តែខ្ញុំចង់ធ្វើបែបលក្ខណៈ design ខុសពីគេអញ្ចឹងណាបងប្អូនចង់ធ្វើឲ្យប្លែកជាងនឹងចង់ធ្វើឲ្យវាមានកន្លែងថតរូបមានកន្លែងអង្គុយញ៉ាំអីបែបថ្ងៃលិចអីខ្ញុំចង់ទៅលក់បែបនៅមាត់ឆ្នេរបងប្អូនប្រហែលជានៅឆ្នេរអង្គានៅកែបបងប្អូននៅឆ្នេរកែបអញ្ចឹងឬក៏កពតចាំមើលខ្ញុំអាចនឹងស្អែកខាងស្អែកខ្ញុំនឹងឡើងទៅមើលទីតាំងបងប្អូនមើលទីតាំងដែលត្រូវទៅលក់អញ្ចឹងបងប្អូនណាកម្រងខ្ញុំគឺចាប់ដើមធ្វើបងប្អូនបើសិនជាបងប្អូនគិតថាល្អឬមិនល្អបងប្អូនអាចចេញមតិមួយអញ្ចឹងណាម្នាក់មួយខ្ញុំបានដឹងថាពីរបៀបរកស៊ីអីចឹងព្រោះខ្ញុំដំបូងដែរបងប្អូនណាសម្រាប់សុំមតិពីបងប្អូនមិនថាបងប្អូនណាធ្លាប់រកស៊ីឬក៏អត់ទេខ្ញុំចង់បានមតិល្អមិនថាមតិបែបណាខ្ញុំទទួលយកទាំងអស់ចឹងថាបងប្អូនណាយើងយកជាបទពិសោធន៍អញ្ចឹងទៅយើងអាចយកមកគិតឲ្យបានច្រើនជាងហ្នឹងអញ្ចឹងណាបងប្អូនមុននឹងយើងរកស៊ីគឺដូចគេនិយាយហ្នឹងបងថាគឺមិនងាយទេប៉ុន្តែយើងដល់ហ៊ានសាកល្បងមិនដឹងថាវាអាចនឹងទៅរួចឬមិនទៅរួចចាំមើលយើងគិតតាមហ្នឹងទេបងប្អូនណា